បន្ទាប់ពីសិលចំហាយបាទកម្មវិធីហើយបាទដើរចុះដើរឡើងបាទឃើញបាទមកនៅហ្វាល់មន់ខ្សែមួយក្បាលបងប្អូនបាទហើយអត់ដឹងធ្វើអីណាហើយក៏បានបាទយកមកដុតបាទនៅក្នុងពាងហើយវាជាលើកទី1សម្រាប់ខ្ញុំបាទការដុតក្នុងពាងបែបនេះបងប្អូនបាទហើយរសជាតិគឺអែមតែម្ដងបាទថ្ងៃនេះខ្ញុំបាទដុតជាមួយនឹងអំបិលម្ទេសណាបងប្អូនបាទសម្រាប់បាទមន់ខ្សែមួយក្បាលនេះគឺបាទទម្ងន់ប្រហែលជា1គីឡូជាងបងប្អូនបាទមិនជាធំប្រហែលទេបាទយើងដុតទៅបាទវាឆាប់ឆ្អិនហើយសម្រាប់បាទការប្រឡាក់គ្រឿងគឺបាទมันជាមានគ្រឿងអីវែងឆ្ងាយទេបងប្អូនបាទគ្រឿងដែលយើងបាទមាននៅក្នុងផ្ទះហ្នឹងបាទខ្ញុំបុកបាទជាមួយនឹងម្ទេសហើយនឹងខ្ទឹមសរួចហើយបាទយើងបន្ថែមបាទប្រេងខ្យងបាទស្ករប៊ីចេងបាទរ៉ូឌីក៏ដូចជាបាទទឹកស៊ីអ៊ីវតិចមកបាទដើម្បីលាបឲ្យមាន់វាឈ្ងុយណាបងប្អូនបាទហើយបន្ទាប់ពីយើងបាទដាក់គ្រឿងរួចរាល់ហើយគឺយើងបាទធ្វើការកូរបាទគ្រឿងហ្នឹងឲ្យវាបាទសពគ្រឿងចូលគ្នាណាបងប្អូនបាទហើយបើសិនជាបាទបងប្អូនមានទឹកខ្មុំបន្ថែមទឹកខ្មុំបាទ2-3ស្ពាយទៀតគឺបាទកាន់តែឈ្ងុយបាទក៏ដូចជាមាន់របស់យើងវាមានពណ៌ស្អាតដល់ឡែកបាទថ្ងៃនេះខ្ញុំមិនមានបាទទឹកខ្មុំទេបាទខ្ញុំបាទលាយជាមួយនឹងគ្រឿងយើងធម្មតាប៉ុន្តែរសជាតិគឺបាទអែមដូចគ្នាបងប្អូនបាទយើងហើយយើងប្រឡាក់ជាមួយមាន់របស់យើងបាទយើងលាយឲ្យសព្វមកបងប្អូនណាបាទយើងប្រើដៃមកបាទយើងប្រើដៃទៅវាបានសព្វល្អបាទយើងលាបបាទសពសាច់មាន់ទាំងអស់បាទរួចហើយញុកចូលគូតវាទៅបាទអាគ្រឿងរបស់ហ្នឹងគ្រឿងរបស់យើងហ្នឹងបាទញុកឲ្យចូលគូតវាខ្លះបាទលាបខែខ្លះទៅដើម្បីឲ្យវាបាទឆ្អិនទៅវាឈ្ងុយបាទហើយមានជើងបាទមានគ្រឿងក្នុងគឺខ្ញុំបាទប្រឡាក់ដុតបាទជាមួយគ្នាទាំងអស់ហ្នឹងរួចហើយយើងយកកបិតបាទឆូតបាទសាច់កភ្លើវាមកបងប្អូនបាទដើម្បីឲ្យវាឆាប់ឆ្អិនបាទរួចហើយយើងចុចបាទតាគៀកវាបាទកន្លែងណាសាច់យើងក្រាស់ណាបាទដើម្បីឲ្យវាបាទឆ្អិនទៅវាឆ្អិនបាទតាណាគ្នាឥឡូវនេះមាន់របស់យើងគឺបាទប្រឡាក់ហើយគឺយើងចាប់ផ្ដើមបាទដុតបាទជាមួយនៅក្នុងបាទពាងរបស់យើងម្ដងហើយសម្រាប់ពាងនេះរៀងស្ទើរបន្តិចបងប្អូនបាទពាងយូរឆ្នាំហើយពេលដែលដុតហ្នឹងបងប្អូនកុំភ្លេចដាក់ល្ងើកផងបើអត់ដាក់ល្ងើកអត់ឆ្អិនទេណាបាទសម្រាប់ខ្ញុំគឺខ្ញុំបាទដាក់ល្ងើកបាទនៅក្នុងចានដែកយើងមិញហ្នឹងយើងដាក់ពីខោវាទៅបាទរួចហើយយើងធ្វើការបញ្យោមាន់របស់យើងមកបាទហើយមានទាំងគ្រឿងក្នុងមានទាំងជើងគឺខ្ញុំបញ្យោទាំងអស់គ្នាបាទជាលើកទី1បាទសម្រាប់បាទការដុតមាន់នៅក្នុងពាងនេះបងប្អូនបាទរួចហើយគឺយើងបាទយកគំហូបបាទឆ្នាំងរបស់យើងមកក៏រោបឲ្យចិត្តមកគឺជាការស្រេចហើយបងប្អូនបាទហើយសូមបញ្ជាក់បងប្អូនបាទបន្តិចបើសិនជាបាទចង់ហូបបាទលឿនភ្លាមអីបងប្អូនមិនបាច់ធ្វើតាមវិធីនេះទេបាទដោយសារវិធីនេះវារៀងយូរបន្តិចបងប្អូនបាទដុតតាំងពីបាទភ្លឺរហូតដល់យប់ទំហំតែឆ្អិនប៉ុន្តែរសជាតិគឺអែមបងប្អូនបាទហើយក៏អត់បានបាទបង្ហាញបងប្អូនបាទដល់ចប់ដើមទេបាទដោយសារបាទមុំតែឆ្អិនគឺវារៀងល្ងាចបាទវាចិត្តយប់ហើយបាទអញ្ចឹងខ្ញុំបានបង្ហាញតែប៉ុណ្នេះបងប្អូនបាទអញ្ចឹងបន្ថែមបាទយើងដុតតិចទៀតទៅវាឆ្អិនបាទឥឡូវនេះវាអាចនឹង80%បាទអរគុណបាយបងប្អូនអរគ្នា